ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចាប់ផ្ដើមធ្វើការមកលេង High Day ទៀតហើយមុននឹងការមកលេង High Day ខ្ញុំក៏ចាប់ផ្ដើមធ្វើការដើរមើល High Game ខ្ញុំបានឥឡូវនេះគឺខ្ញុំកំពុងតែចាប់ផ្ដើមធ្វើការមកអាមួយនេះក៏វាកំដេកជិបទៅហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការមកប្រមូលផលដំណាំអីចឹងណាដោយសារដំណាំនេះវាចាប់ផ្ដើមធ្វើការទុំអស់មុននឹងប្រមូលផលខ្ញុំក៏ចាប់ផ្ដើមធ្វើការចូលមកមើល event ដែលគេតាមតម្លាក់មកការពីថ្ងៃមុនផងដែរបន្ទាប់ពីខ្ញុំបានមើល event នឹងហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការយកគ្រឿងក្រៅខ្ញុំនឹងក៏ចាប់ឡើងទៅយកទៅដាក់នៅក្នុង event នឹងមានអ្នកខ្លះតែមានអ្នកខ្លះគឺខ្ញុំធ្វើអត់ទាន់បានអញ្ចឹងខ្ញុំចាប់ឡើងទៅការតម្លាក់វាចាស់ឲ្យមានអ្នកខ្លះធ្វើបានខ្ញុំក៏ដាក់ឲ្យគេទៅបន្តទៅទៀតខ្ញុំក៏ចាប់ឡើងទៅការមើលដលងនេះដែលខ្ញុំក៏អត់មានទេតែទឹកឡាជើងនេះគឺខ្ញុំមានការ៉ុតគឺខ្ញុំអត់ទាន់មានអានេះគឺខ្ញុំមានដូចគ្នានេះគឺវាថាខោខ្ញុំមានជាមួយនឹងទឹកដោះគោវាត្រូវការទៅមួយទេខ្ញុំក៏ចាប់ឡើងទៅការមកផលនៅក្រៅរិសាទឹកដោះគោយើងគឺមានដែរមិនមែនអត់ទេតបដល់ខ្ញុំប្រមូលផលដល់គោហើយខ្ញុំក៏ចាប់ផ្ដើមទៅដាក់ចូលទៅនេះហើយក៏បានដាក់ទឹកដោះគោឥឡូវនេះខ្ញុំក៏ចាប់ផ្ដើមទៅការដាំដំណាំមួយផងដែរដោយសារដំណាំយើងគឺបន្ទាប់ពីយើងដាក់ហើយយើងភ្លេចដាំវិញណាទាំងអស់គ្នាអញ្ចឹងគឺយើងត្រូវការដាក់ដាំវាឥឡូវបន្ទាប់ពីដាំហើយខ្ញុំក៏ចង់ចាប់ផ្ដើមទៅការនេះតែគឺខ្ញុំនៅតែដាំមិនទាន់ហើយទៀតហើយខ្ញុំក៏ចាប់ដាំពេញប៉ោះដាំអីចឹងតែខ្ញុំភ្លេចរបស់យ៉ាងគឺស្អីគេខ្ញុំមិនដែលស្គាល់អ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំក៏ចាប់ដើមទៅការចូលមកទាយនៅក្នុងនេះតែម្ដងនេះទៅគឺខ្ញុំអត់សូវចេះទាយប្រហែលនោះទេទាយខលរហូតអ្នកទាំងអស់គ្នាតាំង event មកខ្ញុំពិបាកនៅក្នុងការទាយវាខ្លាំងមែនហើយគឺខ្ញុំត្រូវការប្រើត្បូងតែខ្ញុំគឺអត់ប្រើត្បូងនោះទេគឺខ្ញុំធ្វើការចាញ់មកក្រៅផ្សេងខ្ញុំខ្ពើម event នឹងពេកទួយ event នឹងក៏នេះមិនក្តៅគឺខ្ញុំនៅតែចាប់ដើមធ្វើការមកផលិតគ្រឿងក្រៅដើម្បីមកធ្វើជាសម្ភារៈដើម្បីដាក់ឲ្យ event អាចជំគួតយកនឹងឥឡូវនេះខ្ញុំក៏ចាប់ដើមធ្វើការមកមើលពួកឈួតនេះតែខ្ញុំក៏មិនដឹងស្អីគេដែរខ្ញុំចិត្តតែផលិតទៅដោយសារតម្រូវការនៃ game High Day យើងគឺត្រូវការផលិតរបស់ច្រើនអញ្ចឹងបន្ទាប់ពីខ្ញុំបានផលិតហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការដាក់ចំណៃមាន់ដាក់អីអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ចំណៃមាន់ហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការមកចាប់ផ្ដើមធ្វើការដាក់នេះថ្ងៃនេះខ្ញុំមិនដូចពីម្សិលមិញទេចាញ់លះបន្តិចដោយសារថ្ងៃនេះខ្ញុំអារម្មណ៍ឡំដូចពីម្សិលមិញខ្ញុំអារម្មណ៍មកឥឡូវនេះវាក៏ចាប់ដើមធ្វើការចេញ event ឈួតយកនៅពេលនេះខ្ញុំក៏ចាប់ដើមធ្វើការចេញខ្លះឥឡូវនេះគឺបងខ្ញុំក៏ចាប់ដើមធ្វើការចិត្តចេញមកផងដែរដោយសារពួកមិនឃ្លាំងនេះគឺវាចាប់ដើមណែនយកតែមែនតែហ្មងដូចជាម្សិលមិញដែរគឺវាណែននេះមែនតែហើយខ្ញុំផលិតអានេះគឺវាខ្វះស្រូវអញ្ចឹងដោយសារបងខ្ញុំគឺចិត្តមកខ្ញុំធ្វើការនិយាយលឿនតបមកទៀតគឺគេចាប់បានធ្វើការជួយខ្ញុំឥឡូវខ្ញុំក៏បានដាក់មួយទៀតផងដែរចាប់បន្ទាប់មកទៀតខ្ញុំក៏ចាប់បានធ្វើការនេះខ្ញុំអត់ទាន់និយាយច្រើនទេដោយសារវាមិនទាន់ដល់កន្លែងនិយាយបើសិនជាដល់កន្លែងខ្ញុំនិយាយគឺខ្ញុំនិយាយច្រើនយកតែម្ដងហើយឥឡូវនេះនឹងវាក៏ចាប់ដើមធ្វើការដាក់នេះគឺវាមានឆ្នាំងស៊ុបតែខ្ញុំចង់ដកបន្តិចឥឡូវនេះខ្ញុំចាប់បានធ្វើការមកមើលតែម្ដងទៅហើយក៏បានដកវាចេញពិសេសឆ្នាំងស៊ុបគឺខ្ញុំខ្វះជាមួយនឹងសឹងត្រីអញ្ចឹងឥឡូវខ្ញុំចាប់បានធ្វើការចូលមកស្ទូចត្រីទាំងអស់គ្នាទាំងអស់គ្នាខ្ញុំមានមនុស្សស្ទូចស្រាប់ឥឡូវនេះខ្ញុំក៏ចាប់បានធ្វើការមកស្ទូចត្រីជាមួយខ្ញុំស្ទូចត្រីជាមួយទាយមើលថាខ្ញុំបានត្រីគេណាដែលទាយត្រីគឺកំពូមនុស្សឯបាទណែតែទាយត្រីគឺដឹងតែកំពូមនុស្សហើយនៅពេលដែលខ្ញុំកំពុងស្រួយសក់ហ្នឹងគឺក៏ចាប់បានធ្វើការបានត្រីខ្ញុំតែស្ទូចត្រីបានត្រីមិនតិចយ៉ាឈួតនេះវាចេះតែចូលសលេងហ្មងបន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមធ្វើការដាក់លក់យកតែម្ដងឥឡូវនេះខ្ញុំក៏ចាប់ផ្ដើមធ្វើការមើលភាសាតែនេះគឺអស់ឲ្យចំពេលខ្ញុំផលិតតែម្ដងហើយឥឡូវនេះខ្ញុំក៏ចាប់ផ្ដើមធ្វើការចេញអំពីកន្លែងហ្នឹងហើយបន្ទាប់មកទៀតខ្ញុំក៏ចាប់ផ្ដើមធ្វើការចូលមកមើលកន្លែងកូនមាន់របស់ខ្ញុំដែលគេដាក់ឲ្យគ្រប់ event ហ្នឹងហើយឥឡូវនេះខ្ញុំក៏ចាប់ផ្ដើមធ្វើការចូលមកមើលគឺវា free យកតែមែនតើហ្មងហើយឥឡូវខ្ញុំក៏ចាប់ផ្ដើមធ្វើការដាក់ដឹកឡានឪពុកម៉ែបងប្អូនទាំងអស់គ្នាមើលទាំងអស់គ្នាតែខ្ញុំគឺកំពុងតែដឹកឡានហើយឥឡូវនេះហ្នឹងគឺវាចូលដល់នាទីទី4ហើយដែលខ្ញុំគឺខ្ញុំបញ្ចូលសលេងខ្លាំងមែនទែនឥឡូវនេះខ្ញុំក៏ចាប់ដើមធ្វើការចេញមកមើលតែមកឲ្យស្ពុកអាស្រូវហ្នឹងក៏វាចាប់ដើមធ្វើការទុំហើយធ្វើឲ្យខ្ញុំក្លៀនខ្លាំងមែនទែនហើយកន្លែងនេះគឺខ្ញុំក៏ចាប់ដើមធ្វើការដើរមើលពួកពួកចេះអញ្ចឹងណាតពីខ្ញុំបានមើលហើយខ្ញុំក៏ចាប់ដើមធ្វើការមានកម្រងថាចង់ដាក់នេះឥឡូវនេះខ្ញុំក៏ចាប់ដើមធ្វើការកាត់ពួកប្រភេទនេះចោលអស់ឥឡូវនេះក៏មីត្រូវបាញ់នេះកំពុងតែវើហើយអ្នកទាំងអស់គ្នាវើគឺបានពួកមីស្រីកាចាស់នេះវាគឺជាកញ្ចាស់របស់ខ្ញុំអញ្ចឹងណាហើយបន្ទាប់ពីនេះមកខ្ញុំក៏ចាប់ដើមធ្វើការដាក់វាប្រើដោយសារវាគឺជាកញ្ចាស់ដាច់ថ្លៃរបស់ខ្ញុំប្រើវាដោយ free អ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំក៏ចាប់ដើមធ្វើការដាក់ពងទាឲ្យវានេះតែម្ដងហើយយើងក៏ចាប់ខ្លួនដែរនៅនាទីនេះខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាឥឡូវនេះគឺខ្ញុំក៏ដល់នាទីចុងក្រោយខ្ញុំក៏សូមជម្រាបលា
បាយបិទអ្នកទាំងអស់គ្នាផងដែរឥឡូវមុននឹងចេញគឺខ្ញុំសូមមើលតែខ្ញុំមួយដែលវាស្អាតខ្លាំងមែនតើវាស្អាតលើពីការគិតរបស់ខ្ញុំឥឡូវនេះខ្ញុំក៏ចាប់បានធ្វើការសូមបិទតែត្រឹមនឹងតែម្ដង